យើងគិតថាពេលខ្លះអាចនៅអាមេរិកប្រហែលជាល្អជាងជប៉ុនហើយអញ្ចឹងណាប៉ុន្តែរែងសាលាគុណភាពសាលាដែលសំខាន់អញ្ចឹងមានថាឧទាហរណ៍ថាបើយើងចង់បដោតទៅលើគេបដោតទៅលើគុណភាពការសិក្សាគឺបងហ៊ាននិយាយថាគឺអត់ទៅនៅលើប្រទេសទេព្រោះនៅពេលសាលាមួយថ្នាក់មហាវិទ្យាល័យគេមាន ranking world ranking ត្រូវទេព្រោះពេលខ្លះឧទាហរណ៍ថាសាលានៅអាមេរិកហើយសាលានៅជប៉ុនយើងគិតថាពេលខ្លះអាចនៅអាមេរិកប្រហែលជាល្អជាងជប៉ុនហើយអញ្ចឹងណាប៉ុន្តែពេលខ្លះយើងទៅជប៉ុនតែយើងទៅសាលាលេខ1ពេលខ្លះយើងទៅអាមេរិកប៉ុន្តែយើងបានចូលសាលា top ទេអាហ្នឹងវាអត់ថាខ្ញុំទៅអាមេរិកអញ្ចឹងខ្ញុំ better ជាងអ្នកទៅប្រទេសមួយនេះអញ្ចឹងបងអត់សូវ care លើហ្នឹងហ្មងប៉ុន្តែរែងសាលាគុណភាពសាលាដែលសំខាន់គាត់ថាសិស្សខ្មែរយើងគាត់អត់សូវជាដឹងពីការទៅរៀននៅអាស៊ីច្រើនទេចឹងហើយបានបងចង់ promote ដែរព្រោះបងឃើញថាវាក៏ជា alternative choice មួយសម្រាប់សិស្សយើងល្អមួយយ៉ាងដែរប៉ុន្តែគាត់ថាយើងអត់ទាន់មានចំនួនសិស្សទៅបានច្រើនអញ្ចឹងសិស្សគាត់នៅស្ទាក់ស្ទើរអញ្ចឹងណាអញ្ចឹងហើយមួយទៀតចំណុចទី2រឿងភាសាបើបងគាត់ថាបើយើងចង់រៀនចេះភាសាអង់គ្លេសច្រើនយើងអាចទៅប្រទេសបែកនិយាយភាសាអង់គ្លេសប៉ុន្តែក៏មានសាលានិយាយអង់គ្លេសច្រើននៅអាស៊ីយើងដែរប៉ុន្តែបើនៅអាស៊ីចំណេញមួយគឺចេះភាសាហើយចេះភាសាល្អថងមួយគឺឱកាសការងារច្រើនត្រូវទេព្រោះមូលហេតុនៅពេលដូចចេះចិនចេះកូរ៉េចេះជប៉ុនឧទាហរណ៍ថានៅពេលយើងត្រឡប់មកខ្មែរវិញបងហ៊ាននិយាយថាអ្នកចេះភាសាហ្នឹងគឺអត់សូវមានច្រើនទេអញ្ចឹងការប្រកួតប្រជែងក្នុងទីផ្សារការងារក៏អត់សូវច្រើនដែរហើយចំណុចទី2គឺឱកាសនៅក្នុងការរកស៊ីដែរអញ្ចឹងណាព្រោះថាយើងក៏មើលដែរនៅពេលយើងរើប្រទេសយើងអាចថាអូប៉ាប្រទេសហ្នឹងគាត់តំណមួយយើង business មួយយើងច្រើនហ្នឹងត្រូវទេអញ្ចឹងបើយើងមាន business មកយើងខ្មែរយើងច្រើនក៏យើងស្រួលក្នុងការរកការងារឬធ្វើ business មួយគាត់ដែរអញ្ចឹងណានិយាយទៅវាមានចំណុចខ្លះរៀងខ្លួនតែបើយើងទៅអឺរ៉ុបអូខេយើងអាច settle down ហើយក៏យើងអាចធ្វើការក្រុមហ៊ុនធំដែរនៅក្នុងអញ្ចឹងណាឬក៏ថានៅនេះក៏មានក្រុមហ៊ុនអឺរ៉ុបច្រើនដែរនៅខ្មែរយើងអញ្ចឹងណាអញ្ចឹងបងថាវា depend ទៅលើស្ថានភាពយើងមួយលើការចង់បានរបស់យើងហើយបងអត់អាចនិយាយថាអូទៅអានេះដឹងតែល្អទាំងអស់គ្នាហ្មងឯងត្រូវទេហើយចំណុចចុងក្រោយអាចតាក់ទងមួយជំនាញដែរព្រោះដោយសារប្រទេសខ្លះគាត់ជំនាញខាងវិស្វកម្មគឺខ្លាំងហ្មងត្រូវទេជំនាញខ្លះគាត់ជំនាញខាងសង្គមនៃយើងទៅសូម្បីសាលាក៏អញ្ចឹងដែរត្រូវទេព្រោះពេលខ្លះអូតែឥឡូវយើងដែរមានឃើញទៅថា MIT គឺខ្លាំងគេខាង engineering ត្រូវទេដល់ពេលអ្នករៀនសង្គមអ្នកខ្លះគាត់ទៅ Harvard ត្រូវទេមានក៏មានអ្នកគាត់រៀន engineering នៅ Harvard ដែរប៉ុន្តែបើប្រៀបធៀបគឺណា MIT ខ្លាំងជាងត្រូវទេប្រទេសក៏ដូចគ្នាដែរពេលខ្លះដូចថាប្រទេសមួយចំនួនគឺគាត់ខ្លាំងហ្មងខាង science ហ្នឹងអញ្ចឹងតែបើខាង soft skill social science អត់សូវវិញទេប្រទេសខ្លះគឺគាត់ខ្លាំងខាង social science អាហ្នឹងណាអញ្ចឹងដល់ពេលរើសគឺមានកត្តាច្រើនអញ្ចឹងមកប្រើពាក្យមួយថាមុនទៅក្រៅទៅគឺយើងត្រូវមាន personalize mentor មានថាយើងយកយើងអាចជួបជាមួយអ្នកដែលគាត់មានបទពិសោធន៍ហើយយើង personalize មានថាគឺ consult គាត់ឲ្យត្រូវជាមួយលក្ខខណ្ឌគាត់